ចឹងថ្ងៃនេះខ្ញុំចេញមកនិយាយ7ចំណុចពីចំណុចពិសេសរបស់ Ford Everest Platinum នេះបាទចំណុចទី1បើកឆាកមកនោះបងប្អូនគឺតើតើជាមួយនឹងម៉ាស៊ីននេះគឺជាម៉ាស៊ីន Basic Zone បានរំលឹកវាទៅដល់អតិថិជន Ford ទាំងអស់ថ្ងៃនេះខ្ញុំបាទតាវិតចង់ចេញវីដេអូមួយបាទនិយាយ7ចំណុចពី Ford Everest Platinum បងប្អូនបាទចង់ដឹងថា Everest Platinum នេះបាទមានលក្ខណៈពិសេសអីគេខ្លះបាទដែលធ្វើឲ្យវាបាទមានតម្លៃល្អបាទដូចជាមួយនឹង Everest Titanium ដែរហើយវាមានចំណុចអីគេខ្លះដែលពិសេសធ្វើឲ្យបងប្អូនស្រឡាញ់ Everest Platinum នេះបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំចេញមកនិយាយ7ចំណុចពីចំណុចពិសេសរបស់ Ford Everest Platinum នេះបងប្អូននឹងដឹងថាបាទ7ចំណុចនេះបាទមានអ្វីខ្លះហើយបងប្អូននឹងដឹងថាហេតុអ្វីបាន Everest Platinum នេះបាទល្អហើយនឹងលក់ដាច់បងប្អូនបាទតោះទៅមើលខ្ញុំទាំងអស់គ្នាបងប្អូនបាទចំណុចទី1បើកឆាកមកនោះបងប្អូនគឺតើតើជាមួយនឹងម៉ាស៊ីននេះគឺជាម៉ាស៊ីន Basic Zone ម៉ាស៊ីនចំនួនថ្មីរបស់ Ford ម៉ាស៊ីន Basic Zone នេះគឺបំពាក់ជាមួយនឹងPiston 6បងគេហៅថា V6 បងប្អូនបាទដែលមានមុំ60ដឺក្រេហើយម៉ាស៊ីននេះគឺប្រតិកម្លាំងបានរហូតដល់ទៅ250 PS និងកម្លាំងរមុះ600 Nm ដែលចំណាយក្នុងរង្វិលជុំម៉ាស៊ីននេះគឺត្រឹមតែ1250 RPM ទេបងប្អូននោះកម្លាំងច្បាមគេហៅកម្លាំងរមុះនោះនឹងកើនឡើងដល់600 Nm បងប្អូនចំណុចទី2នោះគឺតើតើជាមួយនឹងបាទតួសាក់ស៊ីបងប្អូនតួសាក់ស៊ីនេះគឺជា DNA របស់ Pickup បាទធន់រឹងមាំដែលគេហៅថាប្រភេទ Body on Frame បងប្អូនបាទ Body on Frame នេះគឺជាតួសាក់ស៊ីមួយដែលរឹងមាំធន់បាទជាមួយនឹងការប៉ះបុកជាមួយនឹងការរងសម្ពាធបាទពីមុខពីក្រោយបងប្អូនបាទព្រោះថាតួរថយន្តមួយនេះវាធ្វើឲ្យរថយន្តបាទធ្ងន់ល្អនិងមាំល្អបងប្អូនបាទខុសពីរថយន្តផ្សេងដែលប្រើជាមួយនឹងតួនិងឡានជាប់ជាមួយគ្នាតែម្ដងបងប្អូនបាទចំណុចទី3គឺតើតើជាមួយនឹងជើងក្រោមបងប្អូនបាទដោយសាររថយន្តនេះគឺយើងបានបាទដាក់តាមបង្ហាញជាមួយនឹងសាក់ស៊ីបាទនៅក្នុង showroom តតែម្ដងដូច្នេះខ្ញុំងាយស្រួលក្នុងការថតជូនបងប្អូនថាបាទកន្លែងណាដូចជាចំណុចពិសេសខ្លះរបស់ Ford Everest Platinum អញ្ចឹងនេះគឺជាជើងក្រោមបាទបូមខាងមុខគេហៅថាប្រភេទបូមឯករាជ្យ Independent Suspension បងប្អូនបូមឯករាជ្យនេះគឺវាមានរថចលនាល្អបាទរលាស់ល្អនិងទន់ល្អមិនរឹងនឹងការបើកបរបានគ្រប់ប្រតិស័កផ្លូវផងដែរបងប្អូនបាទក៏ដូចជាបូមខាងក្រោយនេះគឺយើងប្រើជាមួយនឹងបូមគេហៅថា Martelling បូមប្រភេទនេះគឺជាបូមមួយដែលគេនិយមប្រើទៅលើប្រភេទឡានគ្រួសារគេហៅថាឡាន SUV នេះឯងបងប្អូនព្រោះដោយសារបូមប្រភេទនេះគឺវាមានរសរផ្សេងបូមផ្សេងដែលយកបូមជួយទប់លំនឹងជាមួយនឹងទួលហើយនឹងរសរជួយជាមួយនឹងការរំលោះនៃប៉ងខាងក្រោមអញ្ចឹងបងប្អូនអញ្ចឹងបាទនេះគឺជាប្រភេទបាទបូមគេហៅថា Martelling បងប្អូនបាទអញ្ចឹងនេះគឺជាលក្ខណៈពិសេសមួយដែលរថយន្តផ្សេងៗមិនងាយមានទេព្រោះដោយសារការប្រើប្រភេទ Martelling នេះគឺបាទបូមនេះគឺគេឲ្យឈ្មោះថាបូមដែលមានគុណភាពល្អបងប្អូនបូមគឺជាប្រភេទជើងក្រោមអញ្ចឹងខ្ញុំចង់ភ្ជាប់ជាមួយនឹង stabilizer baling ជាមួយនឹង Ford Everest នេះផងដែរបងប្អូនបាទព្រោះដោយសារ Everest នេះគឺយើងប្រើជាមួយនឹង stabilizer baling នេះគឺជួយក្នុងការទប់លំនឹងរថយន្តបាទភាពរលាស់នៃរថយន្តក៏ដូចជាការបាត់បែកនៃរថយន្តកុំឲ្យរថយន្តហៅកង់វិដីផងដែរបងប្អូនបាទបងប្អូនចំណុចទី4នោះគឺខ្ញុំចង់និយាយពីកៅអីបាទរបស់ Ford Everest តែម្ដងយក Ford Everest Platinum នេះគឺបំពាក់ជាមួយនឹងកៅអីស្បែកបាទរំលេចជាមួយនឹងផ្នែកពណ៌សបាទស្បែកពណ៌ខ្មៅដែលមានដាក់ logo Platinum បងប្អូននៅខាងក្រោយខ្នងតែម្ដងគឺបាទអ្នកបើកបរក៏ដូចជាអ្នកអង្គុយបងប្អូនបាទហើយក៏មានរន្ធទូចៗនេះគឺបាទរន្ធបញ្ចេញបាទខ្យល់ក្តៅនិងខ្យល់ត្រជាក់បងប្អូនបាទអញ្ចឹងបានន័យថារថយន្តនេះបាទកៅអីនេះគឺមានកៅអីត្រជាក់និងកៅអីក្តៅសម្រាប់ការបើកបរវែងឆ្ងាយផងដែរបងប្អូនបាទចំណុចទី5គឺខ្ញុំចង់និយាយពីអង្គចងចាំនៃរថយន្តនេះតែម្ដងអញ្ចឹងរថយន្តនេះគឺមានអង្គចងចាំរហូតដល់3របៀបគេហៅថា memory seat នេះឯងបងប្អូនបាទអញ្ចឹងអង្គចងចាំនេះគឺបងប្អូនអាចងាយស្រួលប្រើក្នុងការប្រើប្រាស់បើកបរវែងឆ្ងាយបាទជាមួយនឹងការផ្លាស់ប្ដូរទៅកង់ឡានច្រើនដងអញ្ចឹងបងប្អូនអាចចុចអង្គចងចាំដើម្បីបាទកំណត់រកការអង្គុយរបស់បងប្អូនបាទ position របស់បងប្អូនអង្គុយបែបណាបងប្អូនអាចកំណត់តែដល់បងប្អូនចូលមកសារថ្មីបាទបងប្អូនចុចតែប៊ូតុង memory seat នេះទៅគឺវានឹងត្រឡប់មកដូចដើមជា position របស់បងប្អូនអង្គុយផ្ទាល់តែម្ដងបងប្អូនបាទបងប្អូនចំណុចទី6ខ្ញុំចង់និយាយទៅជាមួយនឹង AdBlue បងប្អូនបាទបងប្អូនច្បាស់ជាប្លែកទេរថយន្ត Everest Platinum មាន AdBlue like Everest Titanium យើងអត់ដែលមាន AdBlue ពីមុនមកទេអញ្ចឹងបងប្អូន AdBlue នេះគឺជាប្រព័ន្ធមួយបាទដែលជួយសម្អាតរាល់កំណកចំហេះចេញពីរថយន្តបងប្អូនបាទអញ្ចឹងសៀមបងប្អូនគឺចេញផ្សែងខ្មៅកាលណាបងប្អូនប្រើ AdBlue នេះផ្សែងខ្មៅនឹងប្រើជាផ្សែងពណ៌សធម្មតានិងមិនមានក្លិនក៏ដូចជាផ្សែងគ្មានជាតិពុលបងប្អូនបាទអញ្ចឹងបងប្អូនបើបោកក្នុងឡានក៏គ្មានក្លិននៅក្នុងឡានហើយនឹងអ្នកប្រើប្រាស់បាទក៏មិនពិបាកថែទាំបងប្អូនចាក់តែ AdBlue នេះគឺវានឹងជួយលាងសម្អាតក៏ដូចជាការជួយទៅលើបរិស្ថានបាទកុំឲ្យចេញផ្សែងពុលមកលើបរិស្ថានផងដែរបងប្អូនបាទចំណុចចុងក្រោយនោះគឺជារូបរាង Everest នេះផ្ទាល់តែម្ដងបងប្អូនបាទ
Everest Platinum នេះគឺចេញមកបាទការ design រូបរាងក៏ដូចជា Everest Platinum ដែរប៉ុន្តែវាមានការ line ថ្មីដែរដែលបងប្អូនមើលទៅមានភាព premium មែនតើបងប្អូនបាទតើតើជាមួយនឹងការដាក់ logo នៅលើកាបូបសិនបាទពណ៌ជាមួយនឹងបណ្ណាថ្មីបងប្អូនបាទយ៉ាងថ្មីបងប្អូនបាទតើតើជាមួយនឹង roll bar ខាងលើរបស់ខ្មែរនេះក៏ថ្មីដែរបងប្អូនបាទអញ្ចឹងធ្វើឲ្យយន្តនេះមើលទៅបាទស្អាតមួយកម្រិតទៀតមើលទៅបាទទាក់ភ្នែកតែម្ដងបងប្អូនបាទទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅនេះតែម្ដងបងប្អូនបាទបងប្អូនបន្ថែមបន្តិចទៀតនោះគឺទៅជាមួយតម្លៃបងប្អូនបាទអញ្ចឹងរថយន្តនេះគឺជា Ford Everest បាទ Platinum Model ឆ្នាំ2026បងប្អូនបាទតម្លៃឥឡូវនេះបាទបច្ចុប្បន្ននេះគឺល្អមែនទែនបងប្អូនត្រឹមតែ 69900 ទេយើងមាន stock ស្រាប់គ្រប់ពណ៌តែម្ដងបងប្អូនបាទពណ៌សពណ៌ខ្មៅនេះគឺយើងមានក្នុង stock ស្រាប់បងប្អូនអាចជឿជឿបានភ្លាមបងប្អូនបាទអត់ធ្វើការកក់រងចាំយូរទេបាទចុះបងប្អូនរនឡើងចិត្តខ្ញុំឲ្យបងប្អូនណាបាទកុំឲ្យអាការនេះម្ដងផុតទៅបងប្អូនបាទគេដូនឡើងថ្លៃអីបងប្អូនអត់ដឹងដំណឹងមុនអញ្ចឹងបងប្អូនបាទតម្លៃប្រហែលថៃធានាបងប្អូនប៉ុន្តែ option ក៏មិនខុសគ្នាប្រហែលដែរគ្រាន់តែថាខុសការ design បន្តិចបន្តួចនិងម៉ាស៊ីនបងប្អូនបាទអញ្ចឹងបើសិនជាបងបញ្ជាក់បងម្ចាស់ណាអាចធ្វើការតំណែងមកខ្ញុំបានតាមយ៉ាងនេះទូរស័ព្ទនៅខាងក្រោមវីដេអូនេះបាទក៏ដូចជា link Telegram នៅខាងក្នុង caption វីដេអូនេះបងប្អូនបាទអញ្ចឹងបងប្អូនជាចុងក្រោយខ្ញុំបាទ David សូមអរគុណសូមគោរពលាបងប្អូនបាទ